សួស្តីអ្នកនរគ្នាយើងមកបន្តតាមដានតម្លៃមាសក៏ដូចជាសិក្សាតាក់ទងជាមួយនឹងព័ត៌មានហើយនឹងទិន្នន័យសេដ្ឋកិច្ចនានាដែលជាឥទ្ធិពលដល់តម្លៃមាសទាំងអស់គ្នាយើងឃើញថាកាលពីថ្ងៃមិញម៉ោង12នៅក្នុងទីផ្សារ Binance តម្លៃមាសមានការកើនឡើងខ្លាំងមែនទែនយើងអត់ទាន់ដឹងហេតុផលអីទេហើយយើងមកមើលព័ត៌មានទាំងអស់គ្នាព្រោះកាលពីថ្ងៃមិញគឺឡើងប្រហែលជាជាង10លេខនៅក្នុងទីផ្សារ Binance គឺជាតម្លៃមួយដែលមានការកើនឡើងខ្លាំងវីដេអូខ្ញុំមិនមែនជាការផ្ដល់ financial advice ដំបូងមានហិរញ្ញវត្ថុឲ្យអ្នកនរគ្នាទៅជួញដូរទ្រព្យសម្បត្តិវិនិយោគណាមួយឡើយគ្រាន់តែជាការចែករំលែកនៅចំណេះដឹងតាក់ទងជាមួយនឹងតម្លៃមាសក៏ដូចជាសេដ្ឋកិច្ចផងដែរដើម្បីឲ្យអ្នកនរគ្នាទទួលបាននៅចំណេះដឹងហើយនឹងអាចសម្រេចចិត្តទៅលើទ្រព្យសម្បត្តិឬមួយការវិនិយោគផ្សេងៗរបស់ខ្លួនឯងបានមុននឹងចូលព័ត៌មានទាំងអស់នោះយើងមកអាប់ដេតតម្លៃមាសសិនដែលយើងដឹងហើយទីផ្សារសារអាទិត្យគឺអត់មានទីផ្សារណាជួញដូរទេក្រៅពីទីផ្សារ OTC over the counter ជាការទិញមាសដុំនៅតាមហាងផ្សេងៗដូចជាហាងអូឡ িম্প ិកដូចយើងទិញនៅអូឡ িম্প ិក OSA អីចឹងទៅហើយមួយទៀតគឺគេហៅថាទីផ្សារ tokenization គឺជាទីផ្សារតំណាងដែលយើងឃើញទីផ្សារធំជាទូទៅដូចជា Binance ក៏ជាទីផ្សារ tokenization ធំមួយដែរសម្រាប់ការជួញដូរតម្លៃមាសហើយយើងមកអាប់ដេតតាក់ទងមួយតម្លៃដូចសពដងរាល់ថ្ងៃសៅរ៍អាទិត្យដើម្បីជាចំណេះដឹងឲ្យអ្នកនរគ្នាបានដឹងតម្លៃបច្ចុប្បន្នគឺ$4543ក្នុង1អោនបើយើងគិតពីថ្ងៃសៅរ៍ហើយបិទបញ្ចប់នៅថ្ងៃសុក្រហើយជាមួយនឹងតម្លៃប្រែប្រួលនៅថ្ងៃអាទិត្យនេះយើងឃើញថាតម្លៃមាសអត់មានការប្រែប្រួលឡើងឬមួយចុះខ្លាំងទេដោយសារតែមួយសឺមិញតម្លៃមាសនៅក្នុងទីផ្សារ Binance មានការធ្លាក់ចុះបន្តិចប៉ុន្តែនៅក្នុងថ្ងៃអាទិត្យនេះគឺមានការកើនឡើងបន្តិចមកវិញអញ្ចឹងសរុបមកវិញទីផ្សារ Binance ការជួញដូរតម្លៃមាសគឺ50-50ទេដូចខ្ញុំបានបញ្ជាក់អ្នកនរគ្នាអញ្ចឹងរាល់ដងបើសិនជាថ្ងៃសៅរ៍អាទិត្យមានការឡើងទាំងពីរយើងនឹងឃើញទីផ្សារថ្ងៃច័ន្ទបើកទីផ្សារមកម៉ោង5ព្រឹកព្រលឹមរបស់យើងគេហៅថា weekly opening gap ហ្នឹងគឺបើកទីផ្សារមកតម្លៃមាសវានឹងមានការកើនឡើងប៉ុន្តែចំពោះទីផ្សារបច្ចុប្បន្នគឺ50-50ហើយស្ថានភាពក៏50-50ដូចគ្នាអញ្ចឹងយើងមកអាប់ដេតតាក់ទងជាមួយនឹងព័ត៌មានចុងក្រោយដែលតាក់ទងជាមួយនឹងតម្លៃមាសខ្លាំងគឺប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិកដែលថ្មីនេះតាមការចុះផ្សាយរបស់កាសែត Al Jazeera ជាមួយនឹង Axios បាននិយាយថាមន្ត្រីសេតវិមានឬមួយ The White House បាននិយាយថាសហរដ្ឋអាមេរិកសង្ឃឹមថានឹងមានការរីកចម្រើនក្នុងការចរចាជាមួយនឹងប្រទេសអ៊ីរ៉ង់នៅដើមសប្តាហ៍ក្រោយប៉ុន្តែការបដិឆេទចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅតែមិនទាន់ច្បាស់លាស់នៅឡើយទេដែលដំបូងគេរំពឹងថាមានការចុះកិច្ចព្រមព្រៀងនៅថ្ងៃសុក្រប៉ុន្តែបែរជាអត់វិញហើយបើសិនជាព័ត៌មាននៅតែភាពស្ងប់ស្ងាត់បែបនេះយើងនឹងរំពឹងថាតម្លៃមាសអត់ទាន់ហក់ឡើងទៅណាទេអាចនឹងមានការធ្លាក់ចុះមកវិញដូចវីដេអូខ្ញុំម្សិលមិញបកស្រាយតាមរយៈបច្ចេកទេសឲ្យអ្នកនរគ្នាអញ្ចឹងវាត្រូវរត់មកបច្ចេកទេសក្រោមបន្តិចសិនហើយបានវារត់ទៅលើទៀតអញ្ចឹងទៅប្រភពដដែលបានបញ្ជាក់ថារដ្ឋបាលរបស់លោកដូណាល់ត្រាំត្រៀមខ្លួនរងចាំបន្ថែមទៀតប្រសិនបើចាំបាច់ដើម្បីធានាថាលក្ខខណ្ឌនិងការទាមទារសំខាន់ៗរបស់លោកដូណាល់ត្រាំត្រូវបានបំពេញមុនពេលមានកិច្ចព្រមព្រៀងចុងក្រោយនេះកើតឡើងហើយយើងឃើញថាប្រធានាធិបតីលោកដូណាល់ត្រាំហ្នឹងក៏គាត់បាននិយាយថាលោកមិនប្រញាប់ក្នុងការចុះកិច្ចព្រមព្រៀងជាមួយនឹងប្រទេសអ៊ីរ៉ង់ឡើយហើយក៏គាត់បានព្រមានដែរថាបើសិនជាលោកដូណាល់ត្រាំគាត់ថាសហរដ្ឋអាមេរិកមិនទទួលបានអ្វីដែលគាត់ចង់បានទេគាត់នឹងមិនបញ្ចប់តាមវិធីផ្សេងមួយទៀតបើសិនជាសហរដ្ឋអាមេរិកមិនទទួលបានអ្វីដែលសហរដ្ឋអាមេរិកចង់បានទេសហរដ្ឋអាមេរិកនឹងបញ្ចប់វាតាមវិធីផ្សេងមួយទៀតនេះជាអ្វីដែលលោកដូណាល់ត្រាំគាត់ព្រមានអញ្ចឹងហើយបច្ចុប្បន្នយើងឃើញគាត់និយាយតាក់ទងមួយកិច្ចចរចាណាមួយក៏គាត់តែងតែភ្ជាប់នៅអត្ថន័យព្រមាននៅចុងសាររបស់គាត់ជានិច្ចសម្រាប់លោកដូណាល់ត្រាំគាត់អត់ចង់បង្ហាញពីភាពទន់ខ្សោយរបស់គាត់ទេដូចយើងបាននិយាយអញ្ចឹងតាក់ទងជាមួយនឹងរឿងការទូតរឿងនយោបាយនៅលើបណ្ដាញសង្គមនៅលើជាសាធារណៈយើងមិនអាចឃើញនៅស្ថានភាពពិតឡើយព្រោះយើងដឹងហើយយើងមិនអាចទៅជឿជាក់លើសម្ដីការទូតឬមួយក៏សម្ដីគោលនយោបាយរបស់គេបានឡើយព្រោះគេមិនអាចទៅបង្ហាញចំណុចខ្សោយរបស់ប្រទេសគេឬមួយក៏បុគ្គលណាមួយឡើយអញ្ចឹងយើងត្រូវតែតាមដានហើយនឹងស៊ីជម្រៅទាំងអស់គ្នាហើយនឹងវិភាគជាមួយនឹងទិន្នន័យមួយបានយើងដឹងថាតើអាចនឹងសម្រេចចិត្តបែបណាឬមួយស្ថានភាពវាប្រកែប្រួលទៅបែបណាការលើកឡើងនេះកើតឡើងបន្ទាប់ពីការពីចុងសប្តាហ៍មុនដែលលោកដូណាល់ត្រាំបាននិយាយថាកិច្ចព្រមព្រៀងជាមួយនឹងប្រទេសអ៊ីរ៉ង់នឹងត្រូវប្រកាសក្នុងពេលឆាប់ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានការចុះហត្ថលេខាណាមួយជាផ្លូវការនៅឡើយទេថ្ងៃនេះគឺជាថ្ងៃទី93ហើយចាប់តាំងពីសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ចាប់ផ្ដើមខណៈដែលការចរចានៅតែបន្តហើយភាគីទាំងពីរនៅមានចំណុចសំខាន់ជាច្រើនដែលមិនទាន់ឈានដល់ការឯកភាពគ្នានៅឡើយទេក្នុងពេលបច្ចុប្បន្ន
នេះជាទិន្នន័យឬមួយក៏ជាព័ត៌មានដែលតាក់ទងជាមួយនឹងស្ថានភាពប្រទេសអ៊ីរ៉ង់ហើយនិងសហរដ្ឋអាមេរិកចុងក្រោយបើសិនជានៅតែមានភាពស្ងប់ស្ងាត់ខ្ញុំជឿជាក់ថាតម្លៃមាសអត់ទាន់អាចឡើងទៅណារួចទេលុះត្រាតែមានការប្រកាសការចរចាឬមួយក៏មានព័ត៌មានភាពវិជ្ជមាននៃការចរចាបន្ថែមនៅដើមសប្តាហ៍ក្រោយបានយើងឃើញថាតម្លៃមាសអាចនឹងបន្តអាចថានៅតម្លៃចន្លោះប៉ុណ្ណឹងឬមួយក៏អាចកើនឡើងបន្តិចម្ដងហើយបើពេលមានការចរចាណាមួយអនុម័តជា100%ជាផ្លូវការយើងនឹងឃើញថាតម្លៃមាសវាហក់ឡើងទៅថែម100 200លេខទៀតចឹងទៅដូចយើងបានពិភាក្សាគ្នាអញ្ចឹងប៉ុន្តែបើដូចជាស្ថានភាពបច្ចុប្បន្នហើយមានភាពស្ងប់ស្ងាត់ទៅវិញជាមួយនឹងភាពវិជ្ជមាននៃការចរចាឬមួយអនុម័តនៃការចរចាយើងនឹងឃើញថាតម្លៃមាសវានឹងចុះមករកតម្លៃបច្ចេកទេសដែលខ្ញុំបានឲ្យអ្នកនរគ្នាកាលពីម្សិលមិញហ្នឹងឯងចឹងវានឹងរកចន្លោះតម្លៃហ្នឹងហើយទើបវារត់ទៅឡើងលើវិញអញ្ចឹងទៅរក liquidity side ណាមួយទៀតអញ្ចឹងទៅប៉ុន្តែក៏យើងត្រូវទៅតាមដានទាំងទិន្នន័យសេដ្ឋកិច្ចហើយនិងស្ថានភាពលោកដូណាល់ត្រាំដូចគ្នាគ្រាន់ណាខ្ញុំដាក់លក្ខខណ្ឌឲ្យអ្នកនរគ្នាហើយឲ្យដូចយើងបញ្ជាក់រាល់ដងអញ្ចឹងណាប្រាប់ពីលក្ខខណ្ឌតម្លៃមាសកើនឡើងតម្លៃមាសធ្លាក់ចុះព្រោះយើងអត់អាចទៅធ្វើវីដេអូបានភ្លាមផ្ទាល់ពីស្ថានភាពដែលប្រែប្រួលភ្លាមលឿនបានតាន់ពេលវេលាទេខ្ញុំអាចត្រឹមថាឲ្យជាលក្ខខណ្ឌអ្នកនរគ្នាទុកមុនទៅនៅពេលស្ថានភាពនឹងវាចេញមកយើងដឹងហ្មងហើយសូម្បីតែព័ត៌មានដែលតាន់ហេតុការណ៍ក៏ខ្ញុំអាចនឹងព្យាយាមចែករំលែកអ្នកនរគ្នានៅក្នុងក្រុម Telegram ដូចគ្នាដើម្បីជាដឹងឬមួយចែករំលែកទាំងអស់គ្នាក្នុងនាមជាប្រជាជនខ្មែរទាំងអស់គ្នាចឹងទៅដូចខ្ញុំបានបញ្ជាក់ហើយបញ្ជាក់ទៀតចឹងខ្ញុំចង់ចែករំលែកតាក់ទងមួយចំណេះដឹងតែប៉ុណ្ណោះខ្ញុំអត់មានបានគិតពីផលប្រយោជន៍ឬមួយក៏អីដែលចេញពីការធ្វើវីដេអូហើយនឹងការចែករំលែករបស់ខ្ញុំវិញទេអញ្ចឹងនេះគឺជាស្ថានភាពចុងក្រោយយើងបន្តរងចាំមើលយប់នឹងទៀតតែគេរំពឹងថាវាមិនជាមានស្ថានភាពអីប្រែប្រួលទេតើតែដើមសប្តាហ៍បន្ថែមទៀតហើយយើងនៅតែបន្តរងចាំមើលចំពោះទិន្នន័យសេដ្ឋកិច្ចយើងមកហែកវែកញែកតាក់ទងជាមួយនឹងទិន្នន័យ PCE ជាមួយនឹង GDP ការពីថ្ងៃពហុដែលចេញផ្សាយរបស់សហរដ្ឋអាមេរិកហ្នឹងយើងមកមើលវារៀងលម្អិតតិចបានយើងដឹងពីតម្លៃមាសក្នុងរយៈពេលវែងដូចខ្ញុំបានបញ្ជាក់អ្នកនរគ្នាហើយម្ដងទៀតចឹងគឺតម្លៃមាសក្នុងរយៈពេលវែងយើងអត់ចាំបាច់មើលតាក់ទងជាមួយនឹងភាពតានតឹងសង្គ្រាមរវាងដូណាល់ត្រាំជាមួយអ៊ីរ៉ង់អីទេគឺយើងមើលតាក់ទងមួយសេដ្ឋកិច្ចទើបយើងបានទស្សនវិស័យតម្លៃមាសក្នុងរយៈពេលវែងជាពិសេសគឺទស្សនៈសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកផ្ទាល់យើងនឹងដឹងថាស្ថានភាពតម្លៃមាសវានឹងទៅជាបែបណាក្នុងរយៈពេលវែងនឹងបើយើងចង់មើលតម្លៃមាសក្នុងរយៈពេលវែងមែនតើមានន័យថាក្នុងរយៈពេលកន្លះឆ្នាំ1ឆ្នាំ2ឆ្នាំអីទៅមុខទៀតចឹងទៅអញ្ចឹងមកមើលទិន្នន័យបច្ចុប្បន្នតាក់ទងជាមួយនឹងអត្រាសន្សំផ្ទាល់ខ្លួនរបស់ប្រជាជនសហរដ្ឋអាមេរិកគេហៅថា personal saving rate បានធ្លាក់ចុះ 0.6% នៅក្នុងខែមេសាមកនៅត្រឹមតែ 2.6% ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែមិថុនាឆ្នាំ2022នេះគឺជាការធ្លាក់ចុះជាបន្តបន្ទាប់រយៈពេល3ខែជាប់គ្នាហើយដោយសរុបបានការធ្លាក់ចុះហ្នឹងគឺ 1.7% ហើយក្នុងរយៈពេល3ខែហ្នឹងចឹងហើយបាទខ្ញុំព្យាយាមអាប់ដេតឲ្យអ្នកនរគ្នាពីស្ថានភាពសេដ្ឋកិច្ចហើយនិងស្ថានភាពហិរញ្ញវត្ថុចំពោះប្រជាជនសហរដ្ឋអាមេរិកយើងនឹងឃើញបើសិនជាមានបញ្ហាសហរដ្ឋអាមេរិករាជរដ្ឋាភិបាលនឹងត្រូវតែចាត់វិធានការណាមួយជាពិសេសធនាគារកណ្ដាលសហរដ្ឋអាមេរិកអញ្ចឹងនៅពេលដែលគោលនយោបាយណាមួយរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកចេញផ្សាយមកវានឹងប៉ះតាក់ទងមួយសេដ្ឋកិច្ចហិរញ្ញវត្ថុលើពិភពលោកទាំងអស់ហើយជាពិសេសតម្លៃមាសចង់គឺប្រែប្រួលខ្លាំងមែនទែនដូចយើងបានឃើញសពដងអញ្ចឹងជាមួយនឹងគោលនយោបាយរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកមានការជះឥទ្ធិពលដល់តម្លៃមាសខ្លាំងណាស់ហើយកម្រិត 2.6% នេះជាកម្រិតទាបបំផុតទី2ចាប់តាំងពីខែមេសាឆ្នាំ2008មកផងដែរដែលយើងដឹងហើយ2008គឺជាវិបត្តិសេដ្ឋកិច្ចដ៏ធំមួយរបស់សហរដ្ឋអាមេរិកទន្ទឹមនឹងនេះការចំណាយរបស់អ្នកប្រើប្រាស់ consumer spending បានកើនឡើង 5.7% ធៀបនឹងឆ្នាំមុនក្នុងខែមេសាខណៈចំណូលផ្ទាល់ខ្លួន personal income នឹងកើនឡើងត្រឹមតែ 2.5% ប៉ុណ្ណោះគម្លាតរវាងការកើនឡើងនៃការចំណាយនិងការកើនឡើងនៃចំណូលនេះគឺធំបំផុតចាប់តាំងពីឆ្នាំ2022មកនេះក៏ជាខែទី12ជាប់គ្នាផងដែរដែលកំណើននៃការចំណាយប្រជាជនលើសពីកំណើននៃចំណូលរបស់ពួកគេនិយាយឲ្យងាយយល់វិញគឺតម្លៃជីវភាពរស់នៅដែលកើនឡើងខ្ពស់កំពុងបង្ខំឲ្យគ្រួសារនៃសហរដ្ឋអាមេរិកជាច្រើនដកប្រាក់សន្សំរបស់ខ្លួននឹងមកចំណាយដើម្បីរក្សាកម្រិតជីវភាពប្រចាំថ្ងៃអញ្
ចឹងនៅសហរដ្ឋអាមេរិកបច្ចុប្បន្នគឺគេយកលុយសន្សំរបស់គេមកចាយហើយបើយើងមើលតាមទិន្នន័យផ្សេងៗណាហើយក៏ដូចជាអ្នកវិភាគផ្សេងៗក៏គាត់បាននិយាយដូចគ្នាដូចជាតម្លៃប្រេងឬមួយការប្រើប្រាស់ប្រេងសប្តាហ៍ចឹងយើងឃើញថាច្រកហូម៉ូសនៅតែបិទហើយចំពោះប្រទេសផ្សេងៗគេមានប្រេងបំរុងហើយបច្ចុប្បន្នហ្នឹងគឺគេកំពុងតែប្រើប្រាស់ប្រេងបំរុងហ្នឹងច្រើនទៅហើយបើសិនជានៅពេលដែលច្រកនៅតែបិទហើយប្រេងបំរុងហ្នឹងអស់ពីស្តុកទៀតនោះអាចជាបញ្ហាធំប៉ុន្តែបច្ចុប្បន្នគឺមិនទាន់ជាការប្រកាសអាសន្ននៅឡើយទេប៉ុន្តែយើងឃើញថាសូម្បីតែប្រេងក៏ប្រើប្រាស់នៅទុនប្រេងបំរុងដែលយើងឃើញថាវាធ្វើឲ្យតម្លៃប្រេងហ្នឹងកើនឡើងមែនទែនហើយចំពោះស្ថានភាពសហរដ្ឋអាមេរិកវិញប្រជាជនរបស់គាត់កំពុងតែប្រើប្រាស់ប្រាក់សន្សំរបស់គាត់នឹងយកមកចាយវាយក្នុងពេលបច្ចុប្បន្នដែលជាបញ្ហាមួយសម្រាប់គ្រួសារនៅសហរដ្ឋអាមេរិកផងដែរជាសរុបនេះគឺជាសញ្ញាបង្ហាញថាប្រាក់សន្សំរបស់គ្រួសារសហរដ្ឋអាមេរិកនឹងកំពុងតែថយចុះខណៈសម្ពាធអតិផរណា inflation នឹងនៅតែបន្តប៉ះពាល់ដល់ថវិកាគ្រួសាររបស់សហរដ្ឋអាមេរិកទាំងមូលអតិផរណា inflation កំពុងកើនលឿនជាងការកំណើនចំណូលរបស់ប្រជាជនសហរដ្ឋអាមេរិកទៅទៀតបច្ចុប្បន្ននឹងយើងឃើញហើយអត្រានៃអតិផរណាតាម PCE ដែលធនាគារកណ្ដាលយកទៅវាស់វិញគឺ 3.8% អញ្ចឹងវាលើសពីចំណូលដែលសហរដ្ឋអាមេរិកនឹងគាត់ទទួលបានទៀតហើយចំណូលពិតប្រាកដដែលអាចចំណាយបាន real disposable income បានធ្លាក់ចុះ 1.1% ក្នុងខែមេសាបើធៀបទៅនឹងឆ្នាំមុនដែលជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីខែតុលាឆ្នាំ2022បើគណនាតាមអត្រាប្រចាំឆ្នាំពីការប្រែប្រួលប្រចាំខែវិញយើងឃើញថាចំណូលពិតប្រាកដនេះបានធ្លាក់ចុះ 5.6% ដែលជាការធ្លាក់ចុះធំបំផុតចាប់តាំងពីខែឧសភាឆ្នាំ2025លើសពីនេះទៅទៀតចំណូលផ្ទាល់ខ្លួនពិតប្រាកដដោយមិនរាប់បញ្ចូលនៅប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល Real Personal Income excluding transfer payment បានធ្លាក់ចុះ 0.4% ដែលជាការធ្លាក់ចុះលើកទី4ក្នុងរយៈពេល5ខែចុងក្រោយសញ្ញាណាកវាស់វែងចំណូលក្រោយបង់ពន្ធដែលបានមកពីការងារការវិនិយោគនិងទ្រព្យសម្បត្តិផ្សេងៗដោយមិនរាប់បញ្ចូលនៅជំនួយរបស់រាជរដ្ឋាភិបាលដូចជាប្រាក់សន្តិសុខសង្គម Social Security និងប្រាក់ឧបត្ថម្ភអ្នកអត់ការងារធ្វើអីហ្នឹងដូចជាយើងបានឃើញទិន្នន័យរដង unemployment claim ហ្នឹងក្នុងរយៈពេល6ខែចុងក្រោយចំណូលពិតប្រាកដប្រភេទនេះបានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំប្រហែលជា 1.8% ដែលជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីឆ្នាំ2022តាមប្រវត្តិសាស្ត្រភាពទន់ខ្សោយបែបនេះកម្រកើតឡើងណាស់លើកលែងតែកំឡុងពេលមានវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ2008ដោយThe Great Recession ឬក៏ការធ្លាក់ល្បឿននៃកំណើនសេដ្ឋកិច្ចខ្លាំងមួយសរុបមកវិញអតិផរណាកំពុងបន្តបន្ថយអំណាចទិញ purchasing power របស់ប្រជាជនសហរដ្ឋអាមេរិកច្រើនដោយសារតម្លៃទំនិញមានការឡើងថ្លៃហើយនិងសេវាកម្មក៏មានការកើនឡើងជាងចំណូលរបស់ពួកគេផងដែរអញ្ចឹងដូចយើងបានបញ្ជាក់អញ្ចឹងស្ថានភាពនៅប្រទេសអឺរ៉ង់អញ្ចឹងដូចយើងបានបញ្ជាក់អញ្ចឹងស្ថានភាពនៅក្នុងប្រទេសសហរដ្ឋអាមេរិកបច្ចុប្បន្នគឺកំពុងតែរៀងមានវិបត្តិច្រើនគួរសមដែលជាចំណុចជាច្រើនដែលយើងត្រូវតែមើលក្នុងរយៈពេលវែងដែលសហរដ្ឋអាមេរិកគាត់ធ្វើបែបណាដើម្បីជួយទៅដល់បញ្ហាទាំងអស់នោះឬមួយក៏ដោះស្រាយនៅបញ្ហាទាំងអស់នោះប៉ុន្តែបញ្ហាចំពោះមុខក្នុងរយៈពេលខ្លីគាត់ព្យាយាមដោះស្រាយនៅរឿងអតិផរណាហើយចំពោះការដោះស្រាយរឿងអតិផរណាយើងដឹងហើយតាមរយៈទ្រឹស្ដីសេដ្ឋកិច្ចនៅពេលដែលទប់ទល់អតិផរណាបែបនេះវាតែងតែដើរប្រច្រាស់ជាមួយនឹងទិន្នន័យសេដ្ឋកិច្ចរបស់ GDP នៅពេលដែលគេចង់ទប់អតិផរណាកុំឲ្យឡើងថ្លៃ GDP នោះនឹងមានការធ្លាក់ចុះពួកអីគឺគេអត់ចង់ឲ្យអតិផរណាកើនឡើងលុះត្រាតែគេកាត់បន្ថយនៅ purchasing power អំណាចនៃការទិញអញ្ចឹងបើកាត់បន្ថយអំណាចនៃការទិញមានន័យថាបាត់ចលនាក្នុងទីផ្សារសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកវានឹងប៉ះពាល់ដល់ GDP ដូចខ្ញុំបានបញ្ជាក់ទៀតអញ្ចឹងចង់មិនចង់យើងនឹងឃើញថាការដោះស្រាយតាក់ទងជាមួយនឹងអតិផរណាវានឹងធ្វើឲ្យ GDP មានការធ្លាក់ចុះបន្ទាប់មកទើបសហរដ្ឋអាមេរិកអាចនឹងថាអតិផរណាមានលក្ខណៈមួយរៀងសមស្របទៅអ្វីដែលធនាគារកណ្ដាលគាត់ចង់បានអាចថា 2% ជាងត្រឹម 2.7 2.8 អីហ្នឹងទើបគាត់ចាប់ផ្ដើមដោះស្រាយតាក់ទងជាមួយនឹងរឿង GDP ជាមួយនឹងអត្រាការងារធ្វើផងដែរដែលយើងដឹងហើយវាជា two mandate ឬមួយក៏ជាជីងសងខាងដែលធនាគារកណ្ដាលគាត់ត្រូវវាស់វែងណាអញ្ចឹងហើយយើងនឹងឃើញថាបន្ទាប់ពីដោះស្រាយនៅអតិផរណារួចធនាគារកណ្ដាលសហរដ្ឋអាមេរិកចង់មិនចង់គាត់មានវិធីពីរទី1ការចាក់បញ្ចូលទីផ្សារនៅសាច់ប្រាក់ផ្សេងហើយវានឹងជះឥទ្ធិពលដល់លុយដុល្លារមានការធ្លាក់ចុះដែលយើងដឹងហើយធម្មតាទេsupply នៅលើទីផ្សារកាន់តែច្រើនជាងមុនលុយដុល្លារនៅទីផ្សារច្រើនជាងមុនវានឹងធ្វើឲ្យលុយដុល្លារបាត់បង់នៅតម្លៃហើយអាចមាននៅគោលនយោបាយមួយទៀតគឺការកាត់បន្ថយអត្រាការប្រាក់
ដែលយើងដឹងថាការកាត់បន្ថយអត្រាការប្រាក់ធ្វើឲ្យបំណុលហ្នឹងមានការបង់សងនៅការប្រាក់ទាបអញ្ចឹងអ្នករកស៊ីអ្នកជួញដូរអ្នកអីផ្សេងៗគាត់មានលទ្ធភាពក្នុងការទិញឬមួយក៏ក្នុងការខ្ចីឥណទានយកទៅពង្រីកនៅអាជីវកម្មរបស់គាត់បន្ថែមវានឹងជួយដល់ចលនាសាច់ប្រាក់ក្នុងសេដ្ឋកិច្ចហើយវានឹងជះឥទ្ធិពលដល់ GDP មានការកើនឡើងក៏ដូចជាអាចនឹងធ្វើឲ្យអតិផរណាកើនឡើងផងដែរប៉ុន្តែក្នុងពេលហ្នឹងយើងនឹងឃើញតាក់ទងជាមួយនឹងបានបំណុលសហរដ្ឋអាមេរិកក៏ដូចជាលុយដុល្លារដែលពឹងផ្អែកទៅលើអត្រាការប្រាក់ធនាគារកណ្ដាលហ្នឹងវានឹងមានការធ្លាក់ចុះឬមួយក៏អ្នកវិនិយោគបាត់បង់នៅផលចំណេញគាត់ឈប់វិនិយោគតាក់ទងជាមួយនឹងបានបំណុលសហរដ្ឋអាមេរិកក៏ដូចជាប្រាក់ដុល្លារនោះយើងនឹងឃើញថាថ្លៃមាសវានឹងហក់ឡើងខ្លាំងដោយសារតែគេចាប់អារម្មណ៍តាក់ទងជាមួយនឹងការវិនិយោគលើតម្លៃមាសច្រើនជាងនៅពេលដែលមានអតិផរណាហ្នឹងអត្រាការប្រាក់ធនាគារកណ្ដាលហ្នឹងវារៀងទាបចឹងហើយយើងរងចាំមើលអស់គ្នាថាតើស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកទៅជាបែបណាព្រោះយើងឃើញទិន្នន័យបច្ចុប្បន្នគឺសិតតែកំពុងតែមានបញ្ហាជាពិសេសក្នុងវិស័យ private credit ពេលបច្ចុប្បន្នគឺ NPL ឬមួយឥណទានដែលមិនដំណើរការហ្នឹងកំពុងតែមានការកើនឡើងខ្លាំងមែនទែនលើសពីចំណុចមួយដែលធ្វើឲ្យមានការព្រួយបារម្ភខ្លាំងរបស់ធនាគារពិភពលោកឬមួយ World Bank ដែលគាត់ចាត់ទុកថា NPL ចាប់ពី 9% ទៅវាចូលរៀង alert ហើយប៉ុន្តែបើលើស 10% អាហ្នឹងគឺចូលវិបត្តិហើយអញ្ចឹងយើងរងចាំមើលអស់គ្នាថាតើបញ្ហាសេដ្ឋកិច្ចសហរដ្ឋអាមេរិកវានឹងជះឥទ្ធិពលដល់តម្លៃមាសប៉ុណ្ណាប៉ុន្តែដូចខ្ញុំបានបញ្ជាក់អ្នកនរគ្នាអញ្ចឹងហើយតាមរយៈប្រវត្តិសាស្ត្រក៏ដូចជាតាមរយៈទ្រឹស្ដីសេដ្ឋកិច្ចក៏ដូចជាហិរញ្ញវត្ថុហើយនឹងយើងមើលឃើញជាក់ស្ដែងរដងហ្នឹងគឺវាតែងតែជួយគ្រប់គ្រងដល់តម្លៃមាសតាមរយៈគោលនយោបាយរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកអញ្ចឹងសរុបមកវិញសម្រាប់ថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយអ្វីដែលតម្លៃមាសរំពឹងថាការបើកទីផ្សារថ្ងៃច័ន្ទហ្នឹងវានឹងដើរទៅបែបណាដូចខ្ញុំបានប្រាប់អ្នកនរគ្នាកាលពីមួយសើមិញក្នុងការអាប់ដេតតម្លៃបច្ចេកទេសដូចគ្នាអត់ទាន់មានអីជាការប្រែប្រួលទេសូម្បីតែភាពតានតឹងរវាងប្រទេសអឺរ៉ុបជាមួយនឹងសហរដ្ឋអាមេរិកក៏យើងមិនទាន់មានជាការអាប់ដេតណាមួយផ្លូវការតាក់ទងជាមួយនឹងកិច្ចព្រមព្រៀងនឹងដែរអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាទទួលបាននៅលក្ខខណ្ឌផ្សេងៗដែលវាជាឥទ្ធិពលដល់តម្លៃមាសនិងតាមដានព័ត៌មានឲ្យខ្ញុំព្យាយាមចែករំលែកអ្នកនរគ្នាហើយសូម្បីតែព័ត៌មានដែលថាកិច្ចព្រមព្រៀងហ្នឹងក៏ខ្ញុំព្យាយាមពិភាក្សាជាមួយអ្នកនរគ្នាទាញទិន្នន័យក៏ដូចជាផ្ដល់នៅហេតុផលផ្សេងៗឲ្យអ្នកនរគ្នាគិតថាអាចថាមានកិច្ចព្រមព្រៀងហ្នឹងប្រហែលជា60% 40% អីចឹងទៅវាមានភាគរយច្រើនជាងហេតុផលនោះគឺខ្ញុំបានបញ្ជាក់អ្នកនរគ្នាច្រើនដងហើយក្នុងវីដេអូអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាទទួលបាននូវចំណេះដឹងថ្មីៗក៏ដូចជាអាចនឹងការពារនៅហានិភ័យក្នុងការបាត់បង់នៅលើទ្រព្យសម្បត្តិរបស់ខ្លួនឯងហើយក៏អាចនឹងទទួលបាននូវផលចំណេញផងដែរអញ្ចឹងសរុបមកវិញខ្ញុំអរគុណអ្នកនរគ្នាសម្រាប់ការស្ដាប់នៅវីដេអូមួយនេះ